កម្មបិទចិត្តដងឯងថៃមួយបង្កាច់ថាកម្ពុជាលាក់សពីវត្តក្នុងកាស៊ីណូនៅថ្មដែរតែបែរជាបង្ហាញរូបភាពទាហានខ្លួនចូលលួចក្នុងការិយាល័យនគរបាលការពារព្រំដែនទៅវិញលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលនិងថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយនិងកម្លាំងប្រដាប់អាវុធថៃដែលបានមូលបង្កាច់ថាកម្ពុជាលាក់សពាវុធក្នុងកាស៊ីណូនៅថ្មដាខេត្តពោធិ៍សាត់នៅថ្ងៃទី6ខែមករាឆ្នាំ2026នេះលោកទូចសុខៈលើកឡើងថាប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយជាបន្តបន្ទាប់ដោយបំភ្លេចការពិតក្នុងចរិតបំភាន់និងមូលបង្កាច់ចោទប្រកាន់ថាកម្ពុជាយកទីតាំងកាស៊ីណូនៅថ្មដាខេត្តពោធិ៍សាត់លាក់ទុកសពាវុធដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃស៊ើបការនិងឈានទៅរឹបអូសយកដោយស្លន់ស្លោប៉ុន្តែភ្លេចគិតថារូបភាពបង្ហាញមិនមែនកាស៊ីណូនោះទេតែជាការិយាល័យនគរបាលការពារព្រំដែនទៅវិញអ្នកនាំពាក្យរងរូបនេះបានសង្កត់ធ្ងន់ថាប្រព័ន្ធផ្សព្វផ្សាយថៃគ្មានវិជ្ជាជីវៈទាំងនេះទៅវិញទេដែលប្រឌិតមាតិកាឃោសនាខុសពីការពិតបោកប្រាស់ប្រជាពលរដ្ឋរបស់ខ្លួននិងកុហកសាធារណមតិអន្តរជាតិដើម្បីជាលេសបិទបាំងនៃការធ្លាក់ចុះក្រមសីលធម៌វិជ្ជាជីវៈសាព័ត៌មានកម្ពុជាថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបានចូលលុកលុយទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនគោកច្រកផ្លូវ56ខេត្តពោធិ៍សាត់នៃដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយលួចប្លន់រឹបអូសប្រមូលយកឧបករណ៍សម្ភារៈនិងសពាវុធបម្រើការងារការពារបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជាតាមរបៀបជាទីហ៊ានឧទាមជាពិសេសយើងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះកងទ័ពថៃនិងមន្ត្រីពាក់ព័ន្ធដែលតែងតែចូលលុកលុយឈរជើងខុសច្បាប់បំផ្លិចបំផ្លាញសំណង់អគារផ្ទះសម្បែងគំរាមកំហែងបំផិតបំភ័យនិងលួចយកទ្រព្យសម្បត្តិឧបករណ៍និងសម្ភារៈសម្រាប់បម្រើជីវភាពប្រចាំថ្ងៃពលរដ្ឋស៊ីវិលដែលបានកំពុងរស់នៅជាអចិន្ត្រៃយ៍ជាយុដែលបានកំពុងរស់នៅជាអចិន្ត្រៃយ៍តាំងពីយូរលង់ណាស់មកហើយក្នុងវិសាលភាពនៃដែនអធិបតេយ្យកម្ពុជាក្នុងនាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅរាល់ទង្វើរំលោភបំពានពលរដ្ឋស៊ីវិលនិងសកម្មភាពយោធាប្រាចាកពីកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមព្រមទាំងយន្តការនានាដែលមានស្រាប់ដោយត្រូវដកកម្លាំងទាំងឡាយចេញពីទីតាំងឈរជើងខុសច្បាប់បញ្ឈប់រាល់ទម្រង់អំពើហិង្សាផ្សេងៗនិងរងចាំការកំណត់ខណ្ឌសីមាដោយគណៈកម្មការកំណត់ខណ្ឌសីមាចម្រុះកម្ពុជាថៃធ្វើការងារជំនាញដើម្បីឈានទៅឯកភាពគ្នាជាមុនសិនអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀប